Ok សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបនៃការទៅយក key របស់កម្មវិធី Gemini ដែលជាកម្មវិធីយើងបកប្រែទៅលើ SR file ដែលជា file subtitle ទៅជាភាសាខ្មែរជាដំបូងអញ្ចឹងយើងត្រូវមានកម្មវិធីនេះសិនបានន័យថាបងប្អូនទាំងអស់គ្នាបានស្នើសុំទៅកាន់បង admin ដើម្បីឲ្យគាត់ផ្ញើapp នេះទៅឲ្យបងប្អូនតាមរយៈ email ដែលជាប្រភេទ Gmail អញ្ចឹងនៅពេលដែលបងប្អូនចុចមកចូលដល់ចំណុចហ្នឹងអញ្ចឹងបងប្អូនត្រូវចុចនៅកន្លែងនេះ Where do I get a key បាទ Where do I get a key បងប្អូនចុចលើវាមកបន្ទាប់ពីវាចេញបែបហ្នឹងបងប្អូនចុចទៅលើ Google AI Studio អូខេនោះវានឹងបើកtab មួយទៀតដើម្បីចូលទៅយក key របស់ API មកដល់ត្រង់នេះបងប្អូនចុចទៅលើនេះ HYMK នេះកន្លែងនេះកន្លែង key API key ចុចលើវាមួយមកបន្ទាប់មកវានឹង load បែបនេះអញ្ចឹងបងប្អូនអូវាចំហៀងតិចមកដោយសារតែយើងប្រើនៅលើអេក្រង់ទូរស័ព្ទអញ្ចឹងការបង្ហាញក៏វាអត់ទៀងពេញដែរអញ្ចឹងដល់យើង scroll វាបន្តិច scroll មកចំហៀងតិចមកយើងចុចកន្លែងនេះបងប្អូនចុច copy អូខេឥឡូវ key យើងបាន copy ហើយអញ្ចឹងយើងចុចកន្លែង tab នេះមកនៅយើងប្រើនៅលើ Chrome ប្រើនៅលើ Brave អីយើងចុចដូចគ្នាអត់ខុសគ្នាទេបើន័យថាវាបើក tab ថ្មីយើងចុចទៅរក tab Google Gemini វិញមកយើងចុចចូល tab Google Gemini របស់យើងមកដល់ចំណុចនេះបងប្អូនគ្រាន់តែចុចក្នុងប្រអប់នេះ Enter your API key here ចុចមួយបន្ទាប់មកបងប្អូនជួយឲ្យជាប់នៅលើប្រអប់ហ្នឹងវានឹង load ពាក្យថា pass បងប្អូនចុចពាក្យ pass នេះមកនោះ key នោះនឹងបាន pass ចូលបានន័យថានឹងបានចម្លងចូលទៅក្នុងប្រអប់ហ្នឹងហើយបន្ទាប់មកបងប្អូនចុចត្រង់ពាក្យ start translating អូខេអញ្ចឹងការទៅយក key មកដាក់នៅលើកម្មវិធីនេះដើម្បីប្រើប្រាស់គឺទទួលបានជោគជ័យអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនបន្តទៀតអំពីរបៀបនៃការបាទយក file ហ្នឹងមកបកប្រែយើងចុចកន្លែងហ្នឹងមក upload SRT file បន្ទាប់ពីចុចហើយវានឹង load ទៅរក file បានន័យថាបងប្អូនទុកនៅ folder ណាបងប្អូនទៅយកពី folder ហ្នឹងមកអូខេឥឡូវខ្ញុំរើសយក file មួយនេះចុះអូខេវា load មកដល់បែបនេះអញ្ចឹងបងប្អូនអូសទៅក្រោមមានន័យថាវាជាភាសាចិនអញ្ចឹងដើម្បីបកប្រែវាបានយើងចុចនៅលើប៊ីតុង start មួយនេះអូខេអញ្ចឹងការបកប្រែគឺយើងត្រូវតែមានការរងចាំដោយសារតែការបកប្រែលឿនឬក៏យឺតអាស្រ័យទៅលើ script របស់បងប្អូនដែលបងប្អូនបានបាទកាត់វាឬក៏ generate វាមកអញ្ចឹង script របស់ខ្ញុំនេះគឺមានរហូតទៅដល់ច្រើនបងប្អូនច្រើនដូចជាមើល10នេះវាខ្ទង់250ឡាញហើយបានន័យថាវា250បន្ទាត់អញ្ចឹងយើងអាចរងចាំវារហូតពេញអញ្ចឹងយើងរងចាំសិនទៅនៅពេលដែលវាបកប្រែពេញវានឹង load បេតុងឲ្យយើងទាញយកអញ្ចឹងវាមានបេតុង Q បេតុងពណ៌បៃតងមួយបងប្អូនគ្រាន់តែចុចទៅលើបេតុងពណ៌បៃតងនោះវានឹង download file ហ្នឹងចូលទៅកាន់កន្លែង folder download តែម្ដងអញ្ចឹងវាអត់មានអីស្មុគស្មាញទេបើចូលមកដល់នេះហើយអញ្ចឹងវីដេអូហ្នឹងខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងចុះព្រោះការ translate វានៅយូរអញ្ចឹងសូមប៉ុណ្្នឹងចុះអរគុណ